សួស្តីប្រិយមិត្តដែលកំពុងតាមដានព័ត៌មានជាមួយនឹង Channel YouTube Mr. 855ពេលនេះយើងក៏លេខមកមើលព័ត៌មានតាក់ទងទៅនឹងតារាកូរ៉េខាងត្បូងវិញម្ដងបាទព័ត៌មាននេះផងដែរក៏បានដាក់ចំណងជើងថា Blackpink ប្រាប់ពីរឿងទាំង6ដែលហាមមិនអោយធ្វើដឹងហើយនិយាយលែងចេញបាទវាមិនមែនជាការងាយស្រួលទេសម្រាប់ក្រុមចម្រៀង Blackpinkក្នុងការវឹកហាត់ធ្វើជាតារា K-pop ប្រចាំផលិតកម្ម YG ព្រោះនៅក្នុងកុងត្រានោះមានរាប់បញ្ចូលនៅការហាមឃាត់មួយចំនួនសម្រាប់ទម្លាប់រស់នៅរបស់ពួកគេដើម្បីឲ្យការវឹកហាត់កាន់តែមានប្រសិទ្ធភាពហើយរឿងទាំង6យ៉ាងដែល Blackpink ត្រូវគេហាមឃាត់មិនឲ្យធ្វើនោះមានដូចជាទី1គឺផឹកស្រាបាទហេតុអីបានជាមិនអោយផឹកស្រាឬដែលប្រិមិត្តបានដឹងហើយបាទបានជាគេមិនអោយផឹកស្រាព្រោះពួកគេមិនអនុញ្ញាតឲ្យផឹកស្រានោះទេខណៈដែលពួកគេកំពុងតែវឹកហាត់trainees នេះគឺដោយសារតែមូលហេតុមួយចំនួនដូចជាសុខភាពសុវត្ថិភាពនិងព្យាយាមធ្វើជាគំរូល្អបាទយើងនឹងហៅថាសិល្បៈជាគំរូសម្រាប់ទស្សនិកជនសម្រាប់ប្រជាពលរដ្ឋទូទៅបាទហើយទី2គឺជក់បារីបាទហេតុអីបានជាមិនអោយជក់បារីអាចប៉ះពាល់ដល់សួតនិងមានផលប៉ះពាល់អាក្រក់ចំពោះស្បែកនិងសម្លេងច្រៀងបាទអញ្ចឹងគេអត់អោយជក់នេះគឺជាការដោយត្រឹមត្រូវផងដែរប្រាប់រឿងទាំងពីរនេះបាទទី3គឺដើរលេងក្លឹបបាទហេតុអីបានជាមិនអោយដើរលេងក្លឹបគេថាពួកគេមិនអាចដើរលេងក្លឹបបានទេព្រោះវាអាចធ្វើឲ្យពួកគេអស់កម្លាំងមិនអាចហាត់បានល្អបាទយើងនឹងហៅថាក្លឹបជាកន្លែងមួយដែលមានការរំរែកខ្លាំងអញ្ចឹងវាអាចធ្វើឲ្យយើងអស់កម្លាំងបាទទី4បើកបរហេតុអីបានជាមិនអោយបើកបរខ្លាចមានគ្រោះថ្នាក់ឬបាទBlackpink មិនត្រូវបានអនុញ្ញាតឲ្យបើកបរទេដោយសារតែបញ្ហាសុវត្ថិភាពព្រោះគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុបាទហើយចំណុចទី5នេះវិញគឺមានសង្សារ dating បាទហេតុអីបានមិនអោយមានសង្សារកាលពីពួកគេវឹកហាត់ក្នុងនោះមានអ្នកវឹកហាត់ប្រុសចំនួន6នាក់និងអ្នកវឹកហាត់ស្រីចំនួន7នាក់ហើយពួកគេត្រូវបានបំបែកគ្នាដើម្បីកុំឲ្យមានទំនាក់ទំនងនឹងគ្នាបាទចំណុចទី6គឺការវះកាត់ការសម្ផស្សចាប់តាំងពីពេលដែល Blackpink ចាប់ផ្ដើមវឹកហាត់ផលិតកម្ម YG បានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងដោយហាមឃាត់មិនឲ្យវះកាត់ការសម្ផស្សសម្រស់សម្រាប់ក្រុមចម្រៀងថ្មីរបស់គេបាទប្រិមិត្តជាទីមេត្រីតកតងទៅនឹងបំរាមទាំង6ចំណុចដែលតារា K-pop ក៏ដូចជាក្រុម Blackpink ដែលមានការហាមឃាត់នេះគឺថាមានការត្រឹមត្រូវល្អបើតាមជាគំនិតរបស់ខ្ញុំបាទព្រោះនឹងហៅថាការជក់បារីក៏វាអាចធ្វើឲ្យប៉ះពាល់ផឹកស្រាក៏ដូចជាបើកបរអាចមានគ្រោះថ្នាក់ក៏ដូចជាការចូលក្លឹបនិងមួយចំនួនទៀតដែលខ្ញុំបានធ្វើការអធិប្បាយមិញបាទសម្រាប់ព័ត៌មាននេះដែរខ្ញុំបានក៏សូមបិទបញ្ចប់ត្រឹមប៉ុណ្្នឹងផងដែរប្រិមិត្តបាទនៅពេលនេះដែរខ្ញុំបានក៏សូមអរគុណនិងសូមជម្រាបលា